សួស្តីអ្នកទាំងអស់គ្នានេះដែរអំណនអ្នកទាំងអស់គ្នាទៅយកស្នៀតមួយនៅក្នុងចំណោមស្នៀតទាំង42ហើយចំពោះស្នៀតបាត់ថៃនេះនឹងដែរវាអានឡុកនៅពេលដែលអ្នកទាំងអស់គ្នាយកបានស្នៀតទាំងក្បាច់អាវុធបានចំនួន35ទៅ36ក្បាច់អញ្ចឹងយើងរាប់មើលទៅយើងរាប់ប្រគ្រប់តា35ឬក៏36ទៅយើងអាចអានឡុកស្នៀតបាតដៃនឹងបានហើយអញ្ចឹងយើងរាប់ទាំងនៅក្នុងស្នៀតទាំងអស់បូករួមជាមួយនឹងក្បាច់អាវុធរបស់យើងក្បាច់អាវុធរបស់យើងទាំងអស់ហ្នឹងនៅពេលដែលបានគ្រប់35ឬក៏36យើងនឹងអាចអានឡុកស្នៀតនឹងបានហើយតែនៅពេលដែលយើងអានឡុកស្នៀតនឹងហើយអ្នកខ្លះគាត់អាចប្រើបានអញ្ចឹងដើម្បីប្រើបានអញ្ចឹងអ្នកទាំងអស់គ្នាត្រូវដើរចាប់សัตว์នៅ map ពីជាវាំងនៅក្នុងបរិវេណ map មួយហ្នឹង map ទាំងអស់ហ្នឹងដើម្បីយកមកអាប់ហើយកន្លែងអាប់គឺនៅក្នុងរីជាវាំងហ្នឹងហើយតទៅនឹងការអាប់យើងមិនបាច់អាប់គ្រប់ទាំងអស់ក៏បានដែរបើកាន់តែយើងមានសត្វតិចណាយើងក៏អាប់តាមខ្សែរបស់វាមកមិនឲ្យវាដល់ចុងក្រោយទាំងអស់នេះដល់ចុងក្រោយហ្នឹងទៅយើងនឹងអាចប្រើស្នៀតបាតដៃបានហើយអញ្ចឹងឧទាហរណ៍ថានេះបានអាប់អស់ហើយអញ្ចឹងខ្ញុំសាក់ប្រើចុចប្រើវានឹងឲ្យប្រើតែបើយើងអត់ទាន់អាប់កន្លែងហ្នឹងអស់ទេយើងអាចប្រើស្នៀតនឹងបានទេតតែយើងអាប់អស់ទើបយើងអាចប្រើបានអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេបងប្អូនត្រូវការដាក់លុយឬក៏ត្រូវការ account នេះអាចតទៅមកបានអរគុណជំរាបលាជួបគ្នានៅវីដេអូក្រោយ